ផ្លែឈើដែលអ្នកគួរញ៉ាំពេលអស់កម្លាំងចេកសម្បូរទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជួយកាត់បន្ថយភាពតានតឹងសាច់ដុំក្រូចនិងក្រូចឆ្មាមានវីតាមីន C ខ្ពស់ជួយបង្កើនភាពស្រស់ស្រាយនិងពង្រឹងប្រព័ន្ធភាពស៊ាំផ្លែពោធិ៍មានជាតិសរសៃខ្ពស់ធ្វើឲ្យជាតិស្ករធម្មជាតិរំលាយយឺតផ្ដល់ថាមពលជាប់លាប់និងមិនធ្វើឲ្យឆាប់អស់កម្លាំងវិញឪឡឹកមានផ្ទុកជាតិទឹករហូតដល់ 90% ដែលជួយស្ដារជាតិទឹកក្នុងរាងកាយនិងកាត់បន្ថយការអស់កម្លាំងពីការខ្សោះជាតិទឹកផ្លែបឺរសម្បូរខ្លាញ់ល្អវីតាមីន B និងម៉ាញ៉េស្យូមដែលជួយបង្កើតថាមពលដល់កោសិកានិងចិញ្ចឹមខួរក្បាលផ្លែ Berry, Strawberry, Blueberry មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយកាត់បន្ថយ stress និងបង្កើនការផ្ដោតអារម្មណ៍គន្លឹះញ៉ាំផ្លែឈើដើម្បីបំបាត់ភាពនឿយហត់ញ៉ាំជាអាហារសម្រន់គួរញ៉ាំផ្លែឈើជាអាហារសម្រន់ពេញមួយថ្ងៃដើម្បីទទួលបានថាមពលជាបន្តបន្ទាប់ជ្រើសរើសផ្លែឈើស្រស់ៗផ្លែឈើស្រស់ៗប្រសើរជាងផ្លែឈើកែច្នៃព្រោះផ្លែឈើកែច្នៃមានជាតិស្ករខ្ពស់ដែលអាចធ្វើឲ្យអ្នកកាន់តែអស់កម្លាំងផឹកទឹកឲ្យបានគ្រប់គ្រាន់ការផឹកទឹកជាមួយនឹងការញ៉ាំផ្លែឈើជួយរក្សារាងកាយឲ្យមានជាតិទឹកគ្រប់គ្រាន់និងជួយដល់ការរំលាយអាហារ